នេះជាដំណើររបស់ Harry Kane ពីក្មេងប្រុសតូចក្រុង London ទៅក្លាយជាតារាសុទ្ធគ្រាប់អន្តរជាតិ Harry Edward Kane កើតនៅថ្ងៃទី28 ខែកក្កដា1993នៅ Leytonstone London ពីតូចៗគាត់បានចាប់ផ្ដើមលេងបាល់ជាមួយក្លឹបតូច Ridgeway Rovers នៅអាយុ6ឆ្នាំគាត់ធ្លាប់ឈើឆាយជាកុមារតូចម្នាក់ដែលខិតខំហាត់នៅរកស៊ីហើយក្តីស្រឡាញ់បាល់ទាត់គឺពិសេសសម្រាប់គាត់នៅឆ្នាំ2004 Harry Kane បានចូលក្នុង Youth Academy របស់ Tottenham Hotspur Sports Kida គាត់ហាត់រៀនជាមួយក្រុមកុមារនិងក្មេងជាបន្តបន្ទាប់ពី U16 ទៅ U18 បង្ហាញសមត្ថភាពនិងក្តីស្រឡាញ់បាល់ទាត់មុននឹងឡើងជាកីឡាករសំខាន់ Tottenham Kane បានទ្រាំការបញ្ជូនខ្ចីទៅក្លឹបតូចៗដូចជា Leyton Orient, Millwall, Norwich City និង Leicester City Spurs Web នៅ Millwall គាត់ធ្វើបាន Young Player of the Year បន្ទាប់ពីគាត់ស៊ុតបានខ្លាំងក្នុង3ម៉ោងក្នុងការលេងឆ្នាំ2012 Kane បានធ្វើការ debut ជាមួយ Tottenham បន្ទាប់ពីជួយខ្លួនឯងពីការខ្ចីបច្ចុប្បន្ននេះគាត់ក្លាយជាអ្នកស៊ុតបាល់បញ្ចំនៃក្លឹបនិងអ្នកគាំទ្រទៅទិញរងចាំនេះគ្រាន់តែការចាប់ផ្ដើមរបស់ Harry Kane បានបង្ហាញថាដោយឆន្ទៈវិន័យនិងការខិតខំកូនប្រុសតូចអាចក្លាយជាតារាធំបានចាំ EP2 ដែលយើងនឹងទៅជជែកអំពី Golden Boot ការស៊ុតគ្រាប់និងការចាប់ផ្ដើមជាតារា Premier League